cứ xây này tầng óc này cái này khoảng tầm đo tép lên tầng óc này nhưng hiểu chẳng bắt đầu phơi sẹo tao phải hay bị chủ đông cạn nè đông cạn nó nhưng mà đại bài cái này tầng óc này hay vì cứ chỉ true love oracle này tầng óc nàyต้องជាមួយនឹងសេចក្តីស្រឡាញ់ពិតហ្មងអ្នកទាំងអស់គ្នាប៉ុន្តែមុននឹងបើកការ true love ហ្នឹងខ្ញុំចង់ check ថារត់សិនថាវាតកតងមួយនឹងស្នេហាប្រកាសជាមែនអត់អ្នកទាំងអស់គ្នាហើយបើសិនជាតកតងមួយស្នេហាមែនណាហើយអ្នកទាំងអស់គ្នាណាដែលឃើញវីដេអូខ្ញុំនេះគឺជាវីដេអូផងអ្នកទាំងអស់គ្នាហើយខ្ញុំសាប់សិនណាយ៉ាឈប់ហើយយ៉ា The lover oh my god ហេតុអីក៏គាត់ជួនគ្នាខ្លាំងមែនអ្នកទាំងអស់គ្នា oh my godness អ្នកទាំងអស់គ្នាធ្លាប់មើលវីដេអូខ្ញុំពីមុនមកដឹងហើយថា The Lover ហ្នឹងគឺតកតងជាមួយនឹងសារដល់គូអ្នកទាំងអស់គ្នាគឺសារដល់គូអ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះហើយគឺអ្នកទាំងអស់គ្នាអាចជួបគូប្រេងផងអ្នកទាំងអស់គ្នាហ្មងអ្នកទាំងអស់គ្នា Oh my godness អូខ្ញុំសប្បាយចិត្តខ្លាំងណាស់ថាអារម្មណ៍ខ្ញុំថ្ងៃហ្នឹងគឺតកតងជាមួយនឹងស្នេហាទៀតទេអ្នកទាំងអស់គ្នាហើយពេលដែលមើលអាហ្នឹងហើយចាំ check មើលzodiac sign ថាតើគូផងអ្នកទាំងអស់គ្នានឹងអាចជាតារានគរធាតុអីគេអញ្ចឹងអ្នកទាំងអស់គ្នា Oh my god អ្នកទាំងអស់គ្នាហើយសូមមេតគេនឹងមកក្នុងរូបភាពបែបមិនទៅ Four of Wands អ្នកទាំងអស់គ្នា Four of Wands ម្នាក់ហ្នឹងគឺជាមនុស្សដែលមានទំនាក់ទំនងល្អនៅក្នុងសង្គមនេះអ្នកទាំងអស់គ្នារូបមនុស្សប្រុសមនុស្សស្រីដែលរស់នៅក្នុងនិយាយថាសង្គមមួយនៅក្នុងភូមិមួយដែលប្រកបដោយសុខសន្តិភាពអ្នកទាំងអស់គ្នាហើយចេះជួយយកអាសាគ្នាហ្មងអ្នកទាំងអស់គ្នានិយាយទៅគឺសុខសប្បាយល្អខ្លាំងហ្មងអ្នកទាំងអស់គ្នាហើយមនុស្សប្រុសម្នាក់ហ្នឹងឬក៏មនុស្សស្រីដែលជាគូប្រេងគូអនាគតអ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអាចនឹងជួបបន្តិចទៀតហ្នឹងណាគឺគេហ្នឹងហើយនឹងមករកអ្នកទាំងអស់គ្នាហើយបើសិនជាមករកអ្នកទាំងអស់គ្នាខ្ញុំគិតថាអាចក្រោមរូបភាពមួយដែលអ្នកទាំងអស់គ្នាឃើញគេហើយពេញចិត្តគេដោយសារតែអ្នកទាំងអស់គ្នាឃើញគេជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃចេះនិយាយថានិយាយដែលមានសុជីវធម៌រស់រាយរាក់ទាក់ជាមនុស្សដែលមានគំនិតច្នៃប្រឌិតជាមនុស្សដែលចូលក្នុងសង្គមចាស់ហើយដែលឲ្យអ្នកទាំងអស់គ្នាពិបាកអីចឹងអ្នកទាំងអស់គ្នា Oh my god កាត់ល្អខ្លាំងណាស់អ្នកទាំងអស់គ្នានេះ The Lover ហើយហ្នឹងFour of Wands ហើយដូចខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង Wands ហ្នឹងវាអាចតាក់ទងជាមួយនឹងអ្នកទាំងអស់គ្នាអាចនឹងពេលដែលជួបម្នាក់ហ្នឹងទៅអ្នកទាំងអស់គ្នាអាចនឹងមានពេលវេលាមួយសម្រាប់ដើរលេងសម្រាប់មើលឃើញពីបរិបទឬក៏បែបបទនៃការរស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅនៃប្រទេសផ្សេងឬក៏ស្រុកផ្សេងឬក៏ខេត្តផ្សេងដែលអ្នកទាំងអស់គ្នាអត់ធ្លាប់មានបទពិសោធន៍នៅក្នុងការដើរលេងអីអញ្ចឹងអ្នកទាំងអស់គ្នាគឺម្នាក់ហ្នឹងនឹងនាំឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍បែបប្លែកបងអ្នកទាំងអស់គ្នាហើយការដើរលេងហ្នឹងភាគច្រើនគេនឹងឲ្យតម្លៃអ្នកទាំងអស់គ្នាគេអត់ចង់នាំអ្នកទាំងអស់គ្នាទៅដើរលេងតែពីរអ្នកគេអាចនឹងមានជាមួយនឹងមិត្តភ័ក្តិមានន័យថាគេច្បាស់លាស់ជាមួយអ្នកទាំងអស់គ្នាអញ្ចឹងអាចទៅជាមួយនឹងមិត្តភ័ក្តិឬក៏ក្រុមគ្រួសាររបស់គេដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាកក់ក្ដៅហើយនឹងគេផ្ដល់កិត្តិយសឲ្យអ្នកទាំងអស់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាខ្ញុំថាឲ្យថាការស្នេហាទៀតហើយខ្ញុំមិនដឹងមករយៈហ្នឹងកើតថយស្នេហារហូតហ្មងអ្នកទាំងអស់គ្នាហើយមានរឿងអីទៀតអូយក៏អត់ទេឈ្មោះឯងបាន Nine of Wands ប៉ុន្តែបជាអ្នកទាំងអស់គ្នាបជាចឹងមានន័យថាចេះថាម្នាក់ហ្នឹងគឺគាត់ធ្លាប់ឆ្អែតឆ្អន់នៅជាមួយនឹងបទពិសោធន៍ឈឺចាប់ស្នេហាឈឺចាប់បែបខ្វាំគ្រាផ្នែកហិរញ្ញវត្ថុក៏គាត់ធ្លាប់ជួបគេក្បត់គោធ្លាប់ជួបឬក៏មិនមែនគេក្បត់ទេប៉ុន្តែរបៀបដូចថាស្នេហាដែលអត់សមប្រកបដែលធ្វើឲ្យគាត់ឈឺចាប់ខ្លាំងហើយអញ្ចឹងគឺគាត់ថែឆ្លងរឿងលំបាកទាំងអស់ហើយការបរាជ័យការខាតបង់អីគឺគាត់ធ្លាប់ឆ្លងកាត់អស់ហើយអញ្ចឹងឥឡូវហ្នឹងគឺជាពេលដែលគាត់ហៀលចឹងមានន័យថាអារម្មណ៍ដែលគាត់ឈឺចាប់ទាំងប្រមាណទាំងអស់ហ្នឹងគឺគាត់ប្រសើរឡើងជាងមុនហើយគាត់យកអាអស់ហ្នឹងគឺជាមេរៀនសម្រាប់ជីវិតគាត់ហើយពេលដែលជួបអ្នកទាំងអស់គ្នាគាត់យកអារឿងល្អៗមកឲ្យអ្នកទាំងអស់គ្នាព្រោះគាត់ចង់ឲ្យមនុស្សដែលគាត់ស្រឡាញ់ហ្នឹងគឺមានអារម្មណ៍បែបថាសប្បាយរីករាយហ្មងគឺគាត់នឹងយកភាពសប្បាយរីករាយឬក៏សុភមង្គលជូនអ្នកទាំងអស់គ្នាដល់ដៃហ្មងអ្នកទាំងអស់គ្នាគាត់អត់ចង់ឲ្យអ្នកទាំងអស់គ្នារស់នៅដែលមានអារម្មណ៍ដូចគាត់ពីមុនទេគាត់អត់ចង់អ្នកទាំងអស់គ្នាមានអារម្មណ៍បែបហ្នឹងទៀតទេអានេះគឺជាអីដែលខ្ញុំនិយាយតាមការទេណាអ្នកទាំងអស់គ្នាតែមានរឿងអីទៀតអូយ I'm so excited អ្នកទាំងអស់គ្នា Six of Swords ហើយ Reverse ទៀតអ្នកទាំងអស់គ្នានិយាយទៅគឺភាពឈឺចាប់ហ្នឹងគឺបលាដូចថាដកដាវគឺគាត់ដកដាវចេញពីធុងអស់ហើយអ្នកទាំងអស់គ្នាគាត់ដកដាវចេញពីធុងអស់ហើយអញ្ចឹងអត់មានអីដែលជាមន្ទិលសង្ស័យសម្រាប់អ្នកទាំងអស់គ្នាថាអូមនុស្សគាត់ធ្លាប់ឈឺចាប់ខ្លាំងអញ្ចឹងនៅពេលដែលខ្ញុំតាក់ទងជាមួយគាត់ទៅទីគាត់នៅតែចាំរឿងអតីតកាលផងគាត់ដែលឈឺចាប់ហើយវាជាភាពលំបន្លាចធ្វើឲ្យគាត់មានអារម្មណ៍ថាអត់សុបាយចិត្តអីអញ្ចឹងពេលដែលមនុស្សម្នាក់គាត់បានសះស្បើយពីភាពឈឺចាប់នឹងហើយអ្នកទាំងអស់គ្នាគឺនៅពេលដែលគាត់រំលឹកដល់រឿងឈឺចាប់នឹងគឺគាត់លែងមានអារម្មណ៍អីទៀតហើយគាត់ទៅជាមានអារម្មណ៍ថាសុបាយចិត្តដែរគាត់អាចឆ្លងកាត់រឿងពិបាកទាំងអស់នឹងបានហើយរឿងពិបាកទាំងអស់នឹងគឺជាមេរៀនសម្រាប់គាត់គឺគាត់អាចយករឿងនឹងមកធ្វើជាបញ្ហាដែលធ្វើឲ្យគាត់កាន់តែឈឺចាប់តទៅមុខគឺមនុស្សគេថាសុតិថេនិយមណាអ្នកទាំងអស់គ្នាគឺគាត់បែបវិជ្ជមានហ្មងអ្នកទាំងអស់គ្នាហើយគាត់បែបទលំទលាទៀត Oh my god អញ្ចឹងបើមិនជាវាតាក់ទងជាមួយនឹងគូខ្ញុំនឹងបើកកាត់ true love ហ្មងអ្នកទាំងអស់គ្នាដោយសារតែវាគឺជាសេចក្តីស្រឡាញ់ពិតអញ្ចឹងតើតែសេចក្តីស្រឡាញ់ពិតហ្មងបានយើងអាចបើកកាត់ true love នឹងបានអាហ្នឹងគឺជាអីដែលខ្ញុំគិតខ្លួនឯងណាហើយកាត់ហ្នឹងខ្ញុំទៅបើកឲ្យអ្នកទាំងអស់គ្នាក្នុងថ្ងៃហ្នឹងឯងអញ្ចឹងវីដេអូថ្ងៃនេះរៀងយូរតិចណាដោយសារហ្នឹងគឺជាគូប្រេងប្រកាសប្រជាផលយើងណា
អូអ្នកទាំងអស់គ្នាបាន maturity អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែតាក់ទងគាត់កំពុងតែមើលចិត្តគ្នាឬក៏ស្រឡាញ់គ្នាយូរហើយឬក៏គេទៅតែសារភាពស្រឡាញ់តាមអ្នកទាំងអស់គ្នាអីអញ្ចឹងឬក៏បើកចិត្តស្រឡាញ់គ្នាអីអញ្ចឹងណាគឺតំណែងផងអ្នកទាំងអស់គ្នាគឺតាក់ទងជាមួយនឹងចាស់ទុំភាពច្បាស់លាស់ហើយគេគិត long term អ្នកទាំងអស់គ្នាគេមានន័យថាគេគិតបែបវែងឆ្ងាយបែបមនុស្សធំស្រឡាញ់គ្នាអ្នកទាំងអស់គ្នាអញ្ចឹងធម្មតាមនុស្សធំស្រឡាញ់គ្នាគឺស្រឡាញ់បែបអត់រហរឿងគ្នាអត់ញ៉ះញ៉ាស់គ្នាលេងច្រើនអ្នកទាំងអស់គ្នាគឺអ្វីដែលគេផ្ដោតសំខាន់ហ្នឹងគឺគោលដៅជីវិតរបស់គេហិរញ្ញវត្ថុជាចម្បងហើយការបង្កើតសុភមង្គលដើម្បីមានគ្រួសារដ៏ពេញលេញមួយនៅក្នុងសង្គមដែលគេចង់បានអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាគេហ្នឹងពិតជាច្បាស់លាស់ប្រកបប្រជាជាមួយនឹងអ្នកទាំងអស់គ្នាហើយគេសង្ឃឹមថាអ្នកទាំងអស់គ្នាហ្នឹងក៏ច្បាស់លាស់នឹងប្រកបប្រជាជាមួយនឹងគេដែរអញ្ចឹងអ្នកទាំងអស់គ្នាតែតើតើជាមួយនឹង zodiac sign អីគេខ្លះខ្ញុំបើក6ឥឡូវខ្ញុំបាន5ហើយអញ្ចឹងតើតើខ្ញុំមើលអ្នកទាំងអស់គ្នាមាន Capricorn មាន Gemini មាន Leo មាន Aquarius មាន Libra ហើយនឹង Cancer អាហ្នឹងសម្រាប់គេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចជួបប្រភេទតារានិកទាំង6ដែលខ្ញុំនិយាយបាញ់មិញចុះតាក់ទងជាមួយនឹងអ្នកទាំងអស់គ្នាតែមិនប្រកាសថាវាអាចត្រូវតារានិកទាំងអស់ហើយគ្រាន់តែនេះគឺជាអីដែលខ្ញុំចាប់បានអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមាន Virgo មាន Sagittarius មាន Taurus មាន Aries មាន Scorpio ហើយនឹង Pisces អ្នកទាំងអស់គ្នា Oh my god ខ្ញុំជូនបងអ្នកទាំងអស់គ្នាជួបរឿងល្អល្អហើយជួបមនុស្សដែលប្រកបប្រជាជាមួយនឹងអ្នកទាំងអស់គ្នាមកអ្នកទាំងអស់គ្នាធម្មតានៅពេលដែលយើងជួបមនុស្សដែលប្រកបប្រជាសម្រាប់យើងណាគឺជីវិតយើងមានន័យពេញលេញបរិបូរណ៍មកអ្នកទាំងអស់គ្នាហើយពេលដែលអ្នកទាំងអស់គ្នាគិតអីធ្វើអីវា automatically ទៅមុខដោយរលូនហ្មងអ្នកទាំងអស់គ្នា Oh my god ចុះតើទៅជាមួយនឹងសារពី Angel អូវាត្រូវតកហៀងឲ្យលួយតិចទេតើ Angel មានអីចង់ប្រាប់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងសេចក្តីស្នេហាផងអ្នកទាំងអស់គ្នានៅក្នុងពេលបន្តិចទៀតនៅក្នុងការជួបគូព្រេងរបស់យើងណា Angel ចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នា blessing ហើយគឺអ្នកទាំងអស់គ្នាបានពោពីចក្រវាលហើយពីទេពធីតាសួគីគេហៅ Angel ចឹងអ្នកទាំងអស់គ្នាហើយខ្ញុំនឹងបកថាអានឹងមានន័យថាម៉េចនេះអ្នកទាំងអស់គ្នាដាក់ថា love light and blessing អ្នកទាំងអស់គ្នា blessing ហ្នឹងក៏តាក់ទងជាមួយស្នេហាដែរខ្ញុំមិនដឹងថាវាមិនទេតែខ្ញុំគិតថាវាគាត់ជួនហើយគឺហើយណាមួយវាគឺជាសារសម្រាប់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាពិតជាចិត្តដល់គូមែនប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាហ្នឹងណានឹងពិតជាដល់គូដូចអីដែលខ្ញុំបានអានកាតហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអានឲ្យអ្នកទាំងអស់គ្នាហ្នឹងអាសឹបនៅព្រៀនទទួលយកនៅអំណរសាទរពីមនុស្សជុំវិញខ្លួនហើយពីមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ឬក៏ពីមនុស្សដែលស្រឡាញ់អ្នកទាំងអស់គ្នាឬក៏អ្នកណាក៏ដោយដែលគាត់ដែលគេមានអារម្មណ៍ថាគេចង់ចែករំលែកក្តីស្រឡាញ់ឲ្យអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវរៀនទទួលយកថាមានមនុស្សគឺពិតជាមានមនុស្សដែលល្អគឺពិតជាមានមនុស្សដែលអាក្រក់អត់អាចថាមនុស្សទាំងអស់ហ្នឹងនឹងធ្វើទង្វើអាក្រក់ដែរអ្នកទាំងអស់គ្នាអត់ទេអ្នកទាំងអស់គ្នាតែងតែមានមនុស្សល្អមនុស្សអាក្រក់យើងហើយយើងចូលចិត្តគេវាជារឿងធម្មតាសម្រាប់ច្បាប់ចក្រវាលដែលមនុស្សលោកត្រូវតែមានអញ្ចឹងអ្នកទាំងអស់គ្នាហើយគេថា congratulations អ្នកទាំងអស់គ្នាចាំន័យថាអ្នកទាំងអស់គ្នាហ្នឹងគឺពិតជាចិត្តដល់ពេលដែលអ្នកទាំងអស់គ្នាទទួលយកនៅធម៌ពលស្នេហ៍ថ្មីធម៌ពលមួយដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពិតជារំភើបហើយសប្បាយចិត្តខ្លាំងណាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នារីចម្រើនទៅមុខទាំងផ្លូវចិត្តផ្លូវអារម្មណ៍ផ្លូវកាយនិយាយទៅគឺល្អខ្លាំងសម្រាប់អ្នកទាំងអស់គ្នាមែនទែនចឹងសម្រាប់ថ្ងៃហ្នឹងអត់មានអីទេមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ